ជប៉ុនចិន UN និងដៃគូអភិវឌ្ឍន៍ប្រកាសជាផ្លូវការជួយប្រជាពលរដ្ឋរងគ្រោះតំបន់ព្រំដែននិងសង់ផ្ទះសម្បែងបណ្ដាដៃគូអភិវឌ្ឍន៍រួមទាំងប្រទេសជប៉ុនចិននិងអង្គការសហប្រជាជាតិប្រកាសជាផ្លូវការផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជានៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ដោយសារសង្គ្រាមនិងរៀបចំឲ្យមានដំណើរការឡើងវិញនៅតំបន់មួយចំនួនរួមមានអគារសុខាភិបាលនិងសាលារៀនជាដើមការប្រកាសជាផ្លូវការនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍លើវិស័យមីនស្ដីពីកិច្ចប្រឹងប្រែងរួមគ្នានៅកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅថ្ងៃទី16ខែតុលាឆ្នាំ2025នេះបើតាមលោកទេសរដ្ឋមន្ត្រីលីធុចអនុប្រធានទី1អាជ្ញាធរមីនថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំតាមរយៈកិច្ចប្រជុំទ្រង់ទ្រាយធំដែលមានដៃគូជាតិអន្តរជាតិនិងតំណាងស្ថានទូតចូលរួមយ៉ាងច្រើននេះនៅចំពោះមុខវេទិកាលោកលីធុចបានលើកឡើងពីផលប៉ះពាល់ដោយធ្ងន់ធ្ងរកើតឡើងដោយសារសង្គ្រាម5ថ្ងៃរវាងកម្ពុជានិងថៃដែលមានប្រជាជនកម្ពុជាប្រមាណ 130,000 នាក់បានភៀសខ្លួនចេញពីលំនៅឋានទៅរកតំបន់សុវត្ថិភាពចាក់ចេញពីផ្ទះសម្បែងចោលគោក្របីនិងទ្រព្យសម្បត្តិឆ្លៀតក្នុងឱកាសនេះលោកបានប្រាប់ទៅកាន់បណ្ដាប្រទេសដែលបានចូលរួមនិងរាយការណ៍ជូនពីផលប៉ះពាល់លើអង្គការសាលារៀនផ្សេងៗមណ្ឌលសុខភាពផ្លូវថ្នល់ជាពិសេសប្រលឹងជាតិគឺប្រាសាទព្រះវិហារនិងវត្តអារាមដែលត្រូវបានរងការទម្លាក់គ្រាប់បែកទទួលរងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរលោកបញ្ជាក់ថាចំពោះការងារទៅមុខទៀតសូមអរគុណដល់បណ្ដាប្រទេសមិត្តមួយចំនួនដែលបានប្រកាសជាផ្លូវការមានជប៉ុនចិននិងអង្គការសហប្រជាជាតិនិងប្រទេសមួយចំនួនបានផ្ដល់ការគាំទ្រជួយដល់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនធ្វើផ្ទះសម្បែងនិងរៀបចំឲ្យមានដំណើរការឡើងវិញនៅតំបន់មួយចំនួនអគារសុខាភិបាលនិងសាលារៀនជាដើមលើពីនេះអាជ្ញាធរមីនក៏មានគម្រោងជួសជុលផ្លូវជាប្រចាំនៅតំបន់ព្រំដែនមួយចំនួនដែលរងការខូចខាតដើម្បីឲ្យអ្នកភូមិរស់នៅក្បែរព្រំដែនតំបន់ប្រឈមងាយស្រួលធ្វើដំណើរស្វែងរកទីទួលសុវត្ថិភាពឲ្យបានលឿនលោកបានថ្លែងថាការធ្វើដំណើរពីភូមិទៅតំបន់សុវត្ថិភាពត្រូវតែមានផ្លូវដែលជួសជុលជាប្រចាំធ្វើដំណើរដោយងាយស្រួលរកតំបន់សុវត្ថិភាពនិងផ្ដល់សញ្ញាជាមុនដើម្បីជម្រាបគាត់មុនឲ្យភៀសខ្លួនជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនេះគឺជាអ្វីដែលយើងបានគិតគូរវែងឆ្ងាយទៅមុខគូជម្រាបថាកិច្ចប្រជុំរបស់ TWG-MA នឹងបម្រើជាវេទិកាសម្រាប់ការសន្ទនាការដោះស្រាយបញ្ហាអន្តរវិស័យនិងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមព្រមទាំងលើកកម្ពស់សុវត្ថិភាពនិងភាពធន់នៃប្រជាជនដែលងាយរងគ្រោះកិច្ចប្រជុំរបស់ TWG-MA គឺដើម្បីសម្រេចនៅគោលបំណងសំខាន់ៗមួយចំនួនរួមទាំងការបង្ហាញសមិទ្ធផលរួមបញ្ហាប្រឈមនិងមេរៀនជាបទពិសោធន៍ដែលទទួលបានពីការអនុវត្តយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ2018-2025រួមជាមួយនឹងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅមុខ